មានខ្ញុំឈ្មោះយ៉ាលូខាមកពីថ្នាក់ខពីចឹងថ្ងៃនេះដែរគឺវិធានបទរបស់យើងគឺរង្វេងតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី6ចា៎ចឹងចំណុចដំបូងដែលខ្ញុំត្រូវនិយាយហ្នឹងគឺជាទិន្នភាពទូទៅរបស់តេស្តថ្នាក់ជាតិថ្នាក់ទី6ចឹងដំណាក់កាលលម្អិតនៃការអនុវត្តតេស្តរង្វេងតម្លៃថ្នាក់ទី6ហ្នឹងគឺសរុបមាន28ដំណាក់កាលដែលមានដូចជាទី1ហ្នឹងការរៀបចំឧបករណ៍ចឹងការរៀបចំឧបករណ៍មាន3ដំណាក់កាលហើយទី2តេស្តរង្វេងតម្លៃសាកល្បងមាន9ដំណាក់កាលទី3អនុវត្តតេស្តរង្វេងតម្លៃមាន5ដំណាក់កាលទី4បញ្ចូលនិងសម្អាតទិន្នន័យមាន7ដំណាក់កាលទី5វិភាគនិងរៀបចំរបាយការណ៍មាន4ដំណាក់កាលចឹងចំពោះលក្ខណៈទូទៅនៃសំណួរតេស្តហ្នឹងគឺរួមមានចំនួន3ធំដែលនៅក្នុងនោះមានដូចជាកម្រិតពុទ្ធិដែលមានចំណេះដឹងការយល់អនុវត្តវិភាគហើយចំពោះចំណុចទី2ធំនោះគឺកម្រិតវិបាកកម្រិតលំបាកគឺមានដូចជាងាយមធ្យមហើយនិងលំបាកហើយបន្តមកទៀតគឺជាទម្រង់សំណួរដែលមានដូចជាពហុជ្រើសរើសហើយនិងសំណួរបើកចឹងដូចជាយើងប្រឡងថ្នាក់ជាតិអីផ្សេងចឹងទៅដូចថាមានពហុជ្រើសរើសខ្លះសំណួរដែលដាក់មកហ្នឹងសំណួរបើកដែលឲ្យយើងធ្វើសរសេរនៅលើกระดาษហ្នឹងខ្លះអញ្ចឹងចំពោះស្តង់ដារបច្ចេកទេសនៃការតាក់តែងសំណួរតេស្តហ្នឹងគឺមាន3ដូចគ្នាគឺទី1កម្រិតងាយកម្រិតមធ្យមហើយនិងកម្រិតលំបាកហ្នឹងឯងអញ្ចឹងចំពោះទី1កម្រិតងាយជាសំណួរតេស្តដែលមានសិស្សប្រមាណជាង 75% នៃសិស្សចូលរួមឆ្លើយសរុបអាចឆ្លើយចម្លើយបានត្រឹមត្រូវចា៎អញ្ចឹងចំពោះកម្រិតងាយហ្នឹងគឺមានន័យថាសិស្សទាំងអស់នៅក្នុងថ្នាក់ហ្នឹងមាន 70% ឯដែលអាចឆ្លើយសំណួរហ្នឹងត្រូវតែមានតែ 25% ឯដែលឆ្លើយខុសអញ្ចឹងមានន័យថាភាគរយនៃការធ្លាក់ឬក៏នៃការអត់បានត្រូវហ្នឹងគឺមានតិចជាងភាគរយដែលធ្វើឲ្យសិស្សហ្នឹងជាប់អញ្ចឹងចំពោះកម្រិតទី2វិញគឺកម្រិតមធ្យមជាសំណួរតេស្តដែលមានសិស្សប្រហែលពាក់កណ្ដាលឬចន្លោះពី 25% ទៅ 75% នៃសិស្សចូលរួមឆ្លើយសរុបអាចផ្ដល់ចម្លើយបានត្រឹមត្រូវអញ្ចឹងចំពោះកម្រិតមធ្យមហ្នឹងគឺវាមិនមែនលំបាកពេកហើយក៏មិនស្រួលពេកដែរគឺវាជាប្រភេទតេស្តដែលសិស្សភាគច្រើនហ្នឹងគឺអាចយល់ដឹងឬក៏អាចឆ្លើយចម្លើយឬក៏ឆ្លើយសំណួរហ្នឹងបានដែលមានភាពត្រឹមត្រូវនឹងឯងអញ្ចឹងវាអាច50% ឬក៏មិនត្រឹមពី50ទេគឺត្រឹមពី25ទៅ 75% គឺដូច50ដែរអញ្ចឹងឯងចា៎យើងចូលចំណុចបន្តទៀតគឺកម្រិតលំបាកហ្នឹងគឺដែលជាសិស្សគ្មានឬមានតិចតួចឬក៏ជាប្រមាណជាក្រោម 25% នៃសិស្សចូលរួមឆ្លើយសរុបអាចផ្ដល់ចម្លើយបានត្រឹមត្រូវចឹងចំពោះលំបាកហ្នឹងគឺវាកម្រិតដូចថាសិស្សហ្នឹងគឺអត់អាចធ្វើបានឬក៏ឆ្លើយមានភាគរយតិចចឹងវាតិចតួចខ្លាំងបំផុតដែលសិស្សហ្នឹងអាចធ្វើសំណួរហ្នឹងបានចឹងនេះគឺជាកម្រិតចឹងនេះគឺជាកម្រិតនៃការតាក់តែងសំណួរតេស្តហ្នឹងឯងចឹងបើយើងគិតថាសិស្សរបស់យើងដល់កម្រិតណាគឺយើងដាក់សំណួរដល់កម្រិតនោះដែរបើថាយើងដាក់ច្រើនឬក៏លើសពីសមត្ថភាពប្រកបក៏គាត់អត់អាចធ្វើបានដែរចឹងយើងបន្តមួយទៀតគឺសំណួរតេស្តសម្រាប់វិញ្ញាសាប្រឡងប្រចាំខែហ្នឹងត្រូវតែមានចំនួនសំណួរតេស្តកម្រិតងាយ 20% កម្រិតមធ្យម 60% និងកម្រិតលំបាក 20% ដែរចា៎ចឹងចំពោះលំបាកហើយនិងងាយហ្នឹងគឺ 20% ដូចគ្នាហេតុអីបានគេដាក់បែបហ្នឹងគឺដោយសារតែងាយវាងាយពេកដល់ពេលលំបាកវាលំបាកពេកចឹងវាភាគរយនៃការជាប់ឬក៏ធ្លាក់ហ្នឹងគឺវាមិនអាស្រ័យទៅលើហ្នឹងទេគឺអាស្រ័យទៅលើមធ្យមភាពចឹងត្រូវអធិស្ឋានគ្រូម្ដងទៀតគឺអាស្រ័យទៅលើកម្រិតមធ្យមចឹងកម្រិតមធ្យមហ្នឹងគឺគេឲ្យដាក់ 60% ចាំន័យថាបើសិនជាសិស្សហ្នឹងធ្វើសំណួរលំបាកហ្នឹងអត់ចេញទេគឺអាចធ្វើសំណួរងាយចេញឬក៏សំណួរកម្រិតមធ្យមចេញចឹងវាងាយនឹងជាប់ច្រើនជាងការដាក់សំណួរលំបាកហ្នឹងវាច្រើនដែរចឹងដូចឧទាហរណ៍ដូចជាវិញ្ញាសាមួយហ្នឹងមាន10សំណួរចឹងយើងត្រូវដាក់កម្រិតសំណួរងាយហ្នឹង2សំណួរកម្រិតមធ្យមហ្នឹង6សំណួរនិងសំណួរ
កម្រិតលំបាកហ្នឹងពីសំណួរចឹងដូចឧទាហរណ៍ខ្ញុំនឹងនិយាយពីបញ្ហាប្រឈមនិងដំណោះស្រាយប៉ុស្តិ៍និស្សិតឬសុំតើលោកប៉ុស្តិ៍សិស្សដែលនៅថ្នាក់ទី6ហ្នឹងលើបញ្ហាការបំពេញពាក្យសុំច្បាប់ចា៎ចឹងចំពោះបញ្ហាប្រឈមគឺការបំពេញលិខិតសុំច្បាប់ចឹងមូលហេតុហ្នឹងគឺដូចជាគ្រូបង្រៀនមិនបានបង្រៀនអំពីការសរសេរលិខិតសុំច្បាប់ទេគឺដោយសារតែមិនមាននៅក្នុងសៀវភៅសិក្សាគោលថ្មីចឹងភាគច្រើនតាមការមើលឃើញគឺដូចគ្នាគឺភាគច្រើនគ្រូបើសិនជាអត់ឃើញមាននៅក្នុងសៀវភៅសិក្សាគោលគឺគាត់អត់បរៀនទេគឺគាត់បរៀនទៅតាមសៀវភៅសិក្សាគោលថ្មីឬក៏សៀវភៅសិក្សាគោលរបស់ក្រសួងនឹងឯងបើថាអត់មានទេគឺគាត់អត់បរៀនទេគាត់បរៀនទៅតាមអ្វីដែលគាត់ឃើញចឹងឯងចា៎ចឹងចំពោះចំណុចទី2ហ្នឹងសិស្សភាគច្រើនសុំច្បាប់គ្រូបង្រៀនតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយមិនបានសរសេរលិខិតសុំច្បាប់ទេចឹងនេះគឺជាចំណុចមួយដែរដោយសារតែប្រទេសយើងឥឡូវគឺការប្រើទូរស័ព្ទអីហ្នឹងគឺចាប់ពីក្មេងបឋមអីមកអាចគឺម្ដាយឪពុករបស់គាត់គឺឲ្យប្រើហើយអញ្ចឹងពេលដែលសុំច្បាប់អីភាគច្រើនបើមិនគាត់ក៏ឪពុកម្ដាយរបស់គាត់ជាអ្នកទេមិនសុំច្បាប់ឬក៏សុំច្បាប់តាម Telegram តាម chat ឬក៏តាមអីផ្សេងៗចឹងទៅចឹងវាពេលដែលសុំគឺគាត់ប្រកាសជាអត់មានសរសេរលិខិតអីទេគឺគាត់សុំបែបឆ្កុយដូចជាឧទាហរណ៍ដូចថាលោកគ្រូថ្ងៃនេះកូនខ្ញុំអត់បានមករៀនទេចឹងខ្ញុំសុំច្បាប់ដោយសារតែគាត់ឈឺអញ្ចឹងទៅឬក៏លោកគ្រូថ្ងៃនេះខ្ញុំមានធរៈអីចឹងទៅគឺខ្ញុំសុំច្បាប់ចឹងទៅចានេះគឺអត់មានលិខិតស្នាមអីទេចាអញ្ចឹងចំណុចទី3នោះគ្រូមិនបានបង្រៀនសរសេរលិខិតសុំច្បាប់ទេដោយសារបញ្ហាកូវីដចាអញ្ចឹងចំពោះសម័យមានបញ្ហាកូវីដនោះក៏ចឹងដែរគឺគ្រូអត់សូវមានបង្រៀនពិធីឬក៏សរសេរលិខិតហ្នឹងទេគឺដាក់ទៅឆ្កុយទៅអញ្ចឹងមានតែกระดาษឲ្យយើងសរសេរអញ្ចឹងយើងអត់ដឹងថាត្រូវសរសេរបែបម៉េចសរសេរបែបម៉េចអញ្ចឹងទៅព្រោះយើងអត់មានគំរូមើលទេអញ្ចឹងចំពោះបញ្ហានៅកន្លែងបញ្ហា COVID-19 ហ្នឹងក៏អញ្ចឹងដែរគឺយើងអាចចេញពីផ្ទះបានយើងត្រូវរៀនតាមអនឡាញអញ្ចឹងពេលខ្លះទៅអ៊ីនធឺណិតយើងក៏ slow ពេលខ្លះទៅយើងអត់បានចូលរៀនដោយសារតែយើងលពតនៅផ្ទះដែរអញ្ចឹងទៅអញ្ចឹងនេះគឺជាបញ្ហារបស់យើងនឹងឯងចាអញ្ចឹងចំពោះដំណោះស្រាយវិញចំពោះចំណុចទី1គេថាគ្រូបរិញ្ញាបត្រត្រូវបញ្ជ្រាបការសរសេរលិខិតសុំច្បាប់នៅក្នុងបំណែកចែកកម្មវិធីសិក្សារបស់គាត់នឹងដោយសារលទ្ធផលសិក្សានេះមាននៅក្នុងកម្មវិធីសិក្សាលម្អិតចាអញ្ចឹងបើសិនជាគាត់អត់មានឬក៏ការលិខិតសុំច្បាប់អីហ្នឹងអត់មាននៅក្នុងសៀវភៅសិក្សាគោលរបស់គាត់ទេគឺគាត់អាចបញ្ជ្រាបតាមមេរៀនតិចដូចថាចូលមេរៀនសំណេរឬក៏អីមួយផ្សេងៗចឹងទៅគឺគាត់អាចបញ្ជ្រាបថាលិខិតសុំច្បាប់ហ្នឹងគេត្រូវសរសេរចេះដើម្បីឲ្យកូនសិស្សហ្នឹងដឹងថាពេលដែលសុំច្បាប់ទៅត្រូវសរសេរបែបហ្នឹងចាចឹងបន្តមកទៀតគឺនៅដើមឆ្នាំសិក្សាគ្រូត្រូវបង្រៀនសរសេរគំរូលិខិតសុំច្បាប់ដល់សិស្សនិងរក្សាគំរូនោះដើម្បីឲ្យសិស្សប្រើប្រាស់នៅពេលគាត់សុំច្បាប់ចាអញ្ចឹងពេលនៅដើមឆ្នាំសិក្សាហ្នឹងក៏យើងត្រូវតែធ្វើអញ្ចឹងដែរអញ្ចឹងពេលយើងចូលមកភ្លាមយើងប្រកាសជាដឹងហើយថាសិស្សអាចនឹងឈប់ករណីអាចវាមានច្រើនគឺអាចនឹងឈប់អញ្ចឹងមានន័យថាគាត់អាចឈប់ច្រើនអញ្ចឹងយើងត្រូវតែសរសេរលិខិតហ្នឹងឲ្យគាត់មើលសិនថាត្រូវធ្វើចេះហើយបន្តមកទៀតបើសិនជាគាត់សុំច្បាប់គាត់នឹងមានគំរូហ្នឹងឲ្យយើងមើលគំរូហ្នឹងគាត់មើលហើយអញ្ចឹងគាត់អាចសរសេរបានហើយចាអញ្ចឹងចំណុចបន្ទាប់សាលារៀននិងគ្រូបង្រៀនត្រូវឲ្យសិស្សសរសេរលិខិតសុំច្បាប់នោះដោយដៃដើម្បីប្រគល់មកសាលារៀនឬគ្រូបង្រៀនឬផ្ញើតាមប្រព័ន្ធ Telegram ឬប្រព័ន្ធទំនាក់ទំនងផ្សេងៗដូចជាថតនិងផ្ញើឲ្យគ្រូបង្រៀនឬផ្ញើនៅក្នុងក្រុម Telegram នៅពេលសុំច្បាប់ចាអាហ្នឹងក៏ជារឿងមួយដែរបើសិនជាយើងអត់បានមកសាលាទេហើយយើងអត់បានជួបគ្រូទៀតអញ្ចឹងយើងសរសេរលិខិតហ្នឹងតាមលិខិតឬក៏សរសេរដោយដៃរបស់យើងបាច់សេកកុំព្យូទ័រទេឬក៏យើងមានកុំព្យូទ័រក៏យើងអាចសេនៅលើហ្នឹងបានដែរតែភាគច្រើនក្មេងៗយើងអាចសរសេរនៅលើกระดาษអីហ្នឹងមកបន្តមកបើយើងអត់ទាន់បានមកដល់នៅសាលាដោយផ្ទាល់ឬក៏ជួបគ្រូដោយផ្ទាល់ទេយើងថតជាផុសតាំងមួយដើម្បីថាយើងបានសុំច្បាប់ហើយទោះបីជាយើងអត់ទាន់បានសញ្ញេពីនាយកសាលាពីគ្រូបន្ទប់ថ្នាក់យើងក៏ដោយអញ្ចឹងយើងមានលិខិតមានអីហើយអញ្ចឹងវាងាយស្រួលនៅពេលដែលយើងមានបញ្ហាអីផ្សេងវា
អាចនេះដែរមិនធ្វើឲ្យខុសណាចាចឹងចំពោះចំណុចរបស់ខ្ញុំបានយល់ប៉ុណ្ណឹងចំពោះមេរៀនរវាងតម្លៃលទ្ធផលសិក្សាប្រសិទ្ធថ្នាក់ជាតិថ្នាក់ទី6នឹងឯងលោកគ្រូចឹងបើលោកគ្រូមានអីបន្ថែមឬក៏នេះទៀតខ្ញុំនឹងមើលមេរៀននឹងបន្ថែមទៀតអរគុណលោកគ្រូជំរាបលា